នេះគឺជាបន្លែធម្មជាតិដែលយើងដាំដុះនៅក្នុងខេត្តផ្ទាល់តែម្ដងគឺខេត្តពោធិ៍សាត់ចាហើយឃើញថាមួយរយៈធំនេះមានការបិទផ្អាកមិនអោយអីវ៉ាន់ក៏ដូចជាផលិតផលនិងបន្លែជាដើមចាបន្លែជាច្រើនមុខមិនអោយយកចូលនៅក្នុងប្រទេសយើងចាអញ្ចឹងយើងងាកមកគ្រប់គ្រងផលិតផលក៏ដូចជាបន្លែប្រឡូកនៅក្នុងស្រុកនៅក្នុងប្រទេសយើងវិញបងប្អូនហើយជាក់ស្ដែងដូចបន្លែទាំងអស់នេះគឺជាបន្លែដែលបងប្អូនប្រជាកសិករគាត់ដាំនៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្ដងចាបងប្អូនដឹងហើយខេត្តពោធិ៍សាត់គឺជាខេត្តដែលអំណោយផលខាងកសិកម្មបងប្អូនមិនថាស្រូវចាមិនថាដំណាំមិនថាដលងមីក៏ដូចជាផ្នែកបន្លែប្រឡូកច្រើនណាស់អញ្ចឹងគ្រប់ស្រុកមិនថាទាំងផ្លែជាផ្លែឈើក៏មានដែរបងប្អូនជាទឹកលក្ខណៈជាការតរេនហើយនឹងបន្លែផ្សេងជាច្រើនប្រភេទដែលយើងយកចូលតែពីបណ្ដាស្រុកបងប្អូនចាស្រុកគឺមានស្រុកកទៀងស្រុកកវាញចាស្រុកវាវែងក៏ដូចជាស្រុកកកនទៅចាតាមគេហៅថាតាមស្រុកនីមួយគឺគាត់មានការដាំដុះពីបងប្អូនប្រជាកសិករខ្មែរយើងបងចាហើយជាក់ស្ដែងដូចខ្ញុំព្រឹកនេះខ្ញុំបានដើរសារហើយខ្ញុំបានទិញរបស់របរដូចជាក៏ដូចជាបន្លែប្រឡូកជាច្រើនដែលតាក់ទងទៅនឹងបន្លែក្នុងស្រុករបស់យើងចាយកមកធ្វើម្ហូបចាឥឡូវមានច្រើនណាស់បងប្អូនអើយចាឃើញថាគាត់អញនិយាយបានថាជាពេលវេលាមួយដែលប្រជាកសិករខ្មែរយើងមានទឹកមាត់លេបបងប្អូនចាព្រោះកាលណាដែលយើងបិទការនាំចូលចឹងហើយយើងចាប់ដើមមានកម្លាំងប្រឹងឡើងវិញណាបងប្អូនចាសំទោសនេះជាការនិយាយវែងឆ្ងាយទៀតណាបងប្អូនប៉ុន្តែគាត់ថាចង់រំលឹកបងប្អូនថាម្ហូបតែតាក់ទងទៅនឹងបន្លែស្រែរបស់យើងគឺមានច្រើនប្រភេទណាដូចជាក់ស្ដែងដូចខ្ញុំបានធ្វើនេះគឺខ្ញុំធ្វើប្រហើរខ្ទិះតាពាំងបងប្អូនហើយធូថ្លៃណាបងប្អូនហើយតាពាំងគឺខ្ញុំទិញតែ1គីឡូ4000ទេហើយខ្ញុំទិញបានកន្លះគីឡូគឺតែ2000ទេហើយបន្លែដែលខ្ញុំបង្ហាញជូនបងប្អូននៅខាងដើមវីដេអូអញ្ចឹងគឺម្ដុំតែ500ទេបងប្អូនអញ្ចឹងក្នុងមួយឆ្នាំហ្នឹងគឺយើងចំណាយអស់តិចមែនតើចាហើយរីឯសាច់ជ្រូកគឺខ្ញុំប្រើអស់តែ10000ទេចាឥឡូវយើងមកដឹងពីរបៀបធ្វើស្លតចាផាទីគឺខ្ញុំធ្វើបែបរបស់ខ្ញុំណាបងប្អូនធ្វើបែបណាបងប្អូនអាចធ្វើបានធ្វើតាមបងប្អូនទៅតែសម្រាប់ខ្ញុំចូលចិត្តបែបហ្នឹងណាគឺខ្ញុំដាក់សាច់ជ្រូកចាហើយខ្ញុំមុនណាស្លគឺខ្ញុំយកទៅពាំងទៅដាំទឹកបែបហ្នឹងណាបងប្អូនចាទៅដាំទឹកឲ្យពុះហើយគឺខ្ញុំចាប់ផ្ដើមដាក់អង្ករយើងបងប្អូនដាក់អង្ករហ្នឹងដើម្បីដកជាតិហាងរបស់តាពាំងចាកាលណាដែលធ្វើបែបហ្នឹងទៅយើងស្លទៅតាពាំងយើងអត់ហាងទេបងប្អូនឃើញថាពពុះហ្នឹងចឹងដឹងស្រាប់ហើយព្រោះពពុះហ្នឹងគឺវាជាតិហាងរបស់តាពាំងយើងណាចាហើយខ្ញុំដាក់ប្រហុកចាដាក់ប្រហុកឲ្យស្ងោរជាមួយតាពាំងហ្នឹងចាប្រហុកគឺខ្ញុំប្រើចាស់មែនតើគឺខ្ញុំចាស់ប្រហុកណាបងប្អូនគឺខ្ញុំចូលចិត្តមែនតើហើយអំបិលបន្តិចទៅនឹងរឹតឌីតិចទៅហើយនឹងប៊ីចេងចាគឺខ្ញុំដាក់បែបហ្នឹងគឺខ្ញុំចូលចិត្តរសជាតិធ្ងន់ណាបងប្អូនរសជាតិដិតអញ្ចឹងស្លតាពាំងគឺជាទូទៅគឺខ្ញុំយកប្រហុកចាយកប្រហុកជាគោលពីព្រោះស្លស្អុយប្រហុកវាឆ្ងាញ់បងប្អូនអើយចាអញ្ចឹងខ្ញុំចាប់ផ្ដើមស្ងោរតាពាំងជាមួយអង្គយើងជាមួយនឹងគ្រឿងយើងឲ្យអស់ហើយយើងនឹងដាក់សាច់ជ្រូកចូលណាបងប្អូនហើយសាច់ជ្រូកខ្ញុំប្រើសាច់ជាប់ខ្លាញ់ចាសាច់ដេខ្លាញ់តិចរួមនឹងស្បែកជ្រូកហ្នឹងគឺខ្ញុំស្ងោរបែបហ្នឹងណាតែបើសិនជាសម្លនេះបងប្អូនអាចដាក់ត្រីអីក៏បានដែរតែខ្ញុំភាគច្រើនគឺមិនថាគោមិនថាប្រហើគឺខ្ញុំចូលចិត្តប្រើសាច់ជ្រូកចាហើយសាច់ជ្រូកនេះគឺសាច់ជ្រូកដែលយើងកាប់នៅក្នុងស្រុកទេបងប្អូនណាអត់យកចូលពីណាទេសាច់ជ្រូកស្រែរបស់យើងឯងវាមានតម្លៃរៀងលើសាច់ជ្រូកដែលនាំចូលបន្តិចប៉ុន្តែស្លគឺឆ្ងាញ់ណាបងប្អូនគឺមានជាតិមកមិនថាស្លមិនថាបងប្អូនជៀនទេគឺមានអារម្មណ៍ថាសាច់វាគឺជាតិហ្មងណាបងប្អូនចាហើយនៅខេត្តយើងនេះគឺគោអញ្ចឹងដែរបងប្អូនសាច់គោសាច់អីបងប្អូនកុំបារម្ភថាយកចូលឬក៏នាំចូលមកពីណាអីចាស្ទើររបស់ក្នុងស្រុកទេអញ្ចឹងមិនថាខ្ញុំអាចនិយាយបានថាខ្ញុំមានសំណាងដែលបង្កើតនៅក្នុងខេត្តពោធិ៍សាត់ណាចាដែលជាខេត្តមួយដែលនិយាយបានថាគឺសម្បូរភោគផលដំណាំច្រើនដែលចាដែលបងប្អូនដូចជាអំពូមីងនៅក្នុងតាមបណ្ដាស្រុកគាត់ប្រឹងប្រែងផលិតក៏គាត់ប្រឹងប្រែងធ្វើនិងដាំដុះឲ្យពួកយើងញ៉ាំណាបងប្អូនចាហ
hay mở tới sầm lòm cho năng này cứបន្ទាប់ពីការភ្លក់ហ្នឹងគឺរសជាតិគឺឆ្ងាញ់ល្មមណាបងប្អូនគឺចាស់ប្រហុកមែនតើគឺឈ្ងុយបងប្អូនអើយស្លនៅខាងក្រៅបងប្អូនឃើញផ្សែងហ្នឹងអត់ក្លិនជះមកនិយាយពីថាហេវបាយហ្មងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងក្រៅសាច់ជ្រូកអីចូលមកយើងដាក់ខ្ទិះដូងនេះគឺខ្ញុំទិញ3000ចា3000ស្មើនឹងកន្លះគីឡូពីព្រោះឥឡូវគេលែងលក់2000ហើយពីមុនខ្ញុំស្លតែ2000ទេតែឥឡូវគិតថាដូងឡើងថ្លៃអញ្ចឹងណាចាតាមពិតវាឡើងយូរហើយបងប្អូនគាត់ថាយើងខ្ញុំនេះអត់សូវស្លអីអត់សូវបានដាក់ខ្ទិះដូងម៉ាទេព្រោះមួយរយៈធំមុនអ្នកផ្ទះគាត់ឈឺគាត់កកពេកយល់ហើយឥឡូវទៅតែដាក់ខ្ទិះដូងឯងហើយទៅពេលឲ្យទិញមកឡើងថ្លៃល្មមចាអញ្ចឹងខ្ញុំទិញបាន3000ហ្នឹងចាគឺមួយឆ្នាំហ្នឹងគឺសំល្មម3000ស្លទៅវាឆ្ងាញ់បងប្អូនចាវាសំនឹងទឹកសំនឹងកាអញ្ចឹងណាចាហើយលេងដាក់បន្លែខៀវយើងចូលមកដាក់ស្លឹកបាសចាស្អំស្លឹកម្ទេសនិងស្លឹកងប់ចាស្លតាពាំងគឺចាំបាច់បំផុតគឺស្លឹកម្ទេសនិងស្លឹកងប់បងប្អូនគឺស្លឹកងប់គឺជួយបន្សាបជាតិហាងមកតាពាំងរបស់យើងណាចាហើយខ្ញុំដាក់4មុខនឹងចូលគ្នាបងប្អូនអើយស្លដាក់ប៉ុណ្ណឹងមកខាប់មកឆ្ងាញ់ហ្មងបងប្អូនហើយចុងក្រោយនោះគឺយើងបង់មកបងប្អូនអើយមកស្រែយើងទៀតនិយាយពីថាជះក្លិនមកឡើងឈ្ងុយពេញហាងហ្មងណាបងប្អូនតែស្លនេះខ្ញុំស្លឲ្យអ្នកផ្ទះញ៉ាំទេប៉ុន្តែញ៉ាំតែមួយពេលគឺអស់ហើយបងប្អូនគឺឆ្ងាញ់មែនតើណាបងប្អូននៅខាងស្លយូចាហើយស្លហ្នឹងវាញ៉ាំម្នាក់2នាក់អីអត់ឆ្ងាញ់ទេបងប្អូនបានញ៉ាំ4 5នាក់អីអញ្ចឹងមួយឆ្នាំបឹបហ្នឹងនិយាយមកពេលអស់បាត់ហើយបងប្អូនខ្ញុំចូលចិត្តណាស់ហើយខ្ញុំញ៉ាំមួយបាយនិយាយពីថាជាតិមែនតើហ្មងបងប្អូនសឹងតែពេលខ្លះអត់ញ៉ាំបាយហ្មងសឹងញ៉ាំតែស្លសុទ្ធហ្មងចាហើយបងប្អូនឃើញហីស្បែកជ្រូកមួយអញ្ចឹងណាឆ្ងាញ់ណាស់បងប្អូនខ្ញុំថាឆ្ងាញ់ណាស់ខ្ញុំញ៉ាំសឹងតែញ៉ាំទៀតហ្មងហើយសូម្បីតែការបញ្ចូលសម្លេងរបស់ខ្ញុំក៏នឹកឃើញសាឡនហ្នឹងក៏ខ្ញុំលេបទឹកមាត់ដែរនិយាយទៅហើយហូបការញ៉ាំរបស់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំជាមួយអំបិលម្ទេសបុកបែបហ្នឹងបងប្អូនចាយើងបុកអំបិលហើយនឹងម្ទេសដាក់ឲ្យហឹរមកហើយយើងស្រូបស្លយើងឲ្យដាក់អំបិលចូលអំបិលម្ទេសចូលមកជាតិយកមកអស់បងប្អូនអើយបើសិនជាញ៉ាំមួយទឹកត្រីក៏បានដែរប៉ុន្តែស្លនេះខ្ញុំចូលចិត្តញ៉ាំមួយមើលអំបិលម្ទេសអញ្ចឹងវាមានអារម្មណ៍ថាឆ្ងាញ់មែនតើចាឆ្ងាញ់មែនតើណាបងប្អូនចាហើយមើលតមាត់បងប្អូនហើយខ្ញុំទម្លាប់របស់ខ្ញុំអាក្រក់មួយបងប្អូនអាក្រក់គឺញ៉ាំឲ្យតែថាម្ហូបតែខ្ញុំចូលចិត្តណាគឺខ្ញុំចូលចិត្តដាក់ញ៉ាំឲ្យពេញមាត់ខ្ញុំហ្មងនេះបងប្អូននេះអំបិលម្ទេសនេះបងប្អូនឃើញទេឆ្ងាញ់បងប្អូនអើយឆ្ងាញ់មែនតើឆ្ងាញ់ចាហើយបើសិនជាបងប្អូនណាក៏ចូលចិត្តដាក់ស្លបែបដាក់ត្រីដាក់អីចឹងទៅបងប្អូនអាចដាក់បានចាតែខ្ញុំចូលចិត្តដាក់សាច់អញ្ចឹងព្រោះញ៉ាំទៅវាអត់ឆ្លាក់ឆ្អឹងបងប្អូនចាអញ្ចឹងថ្ងៃនេះវីដេអូជាមានតែប៉ុណ្្នឹងទេបងប្អូនអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយហើយក៏ជួយគាំទ្រនៅផលិតផលក៏ដូចជាបន្លែប្រឡូកនៅក្នុងស្រុកយើងឲ្យច្រើនណាបងប្អូនបន្លែទាំងអស់សុទ្ធតែមានសុវត្ថិភាពទាំងអស់បងប្អូនណាហើយសុទ្ធតែបន្លែធម្មជាតិអញ្ចឹងបងប្អូនភាសាទៅគឺមិនខកបំណងទេចាអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ